បាទអ៊ីសីសក់សព្រំត្បៃហ្នឹងខាងអាជ្ញាធរគាត់កំពុងកោះហៅប៉ុន្តែមកដល់ពេលនេះដូចជាគាត់ដាក់មេប្រូចបាត់ហើយបងប្អូនអញ្ចឹងបើសិនបាទអាយដលមានសុខសុភាគាត់ត្រូវអំពើអំពាន់របស់លោកតាអ៊ីសីសក់សព្រំត្បៃប្រហែលជាសាបហើយបាទបងប្អូនសម្រាប់រឿងបាទអាយដលមានសុខសុភាណាបាទអញ្ចឹងបងប្អូនបាទធ្វើវីដេអូអីបងប្អូនបាទកុំប៉ះពាល់គាត់អីបាទយើងគិតថាគាត់ជាគេហៅជនរងគ្រោះបាទអញ្ចឹងសូមបងប្អូនធ្វើជាវីដេអូលើកទឹកចិត្តគាត់បាទហើយមួយរយៈនេះបើតាមខ្ញុំតាមដានព័ត៌មានបាទអ៊ីសីសក់សព្រំត្បៃហ្នឹងខាងអាជ្ញាធរគាត់កំពុងកោះហៅប៉ុន្តែមកដល់ពេលនេះដូចជាគាត់ដាក់មេប្រូចបាត់ហើយបងប្អូនអញ្ចឹងបើសិនបាទអាយដលមានសុខសុភាគាត់ត្រូវអំពើអំពាន់របស់លោកតាអ៊ីសីសក់សព្រំត្បៃប្រហែលជាសាបហើយអញ្ចឹងសូមឲ្យក្រុមគ្រួសារបាទអាយដលមានសុខសុភាបាទគេថាសាមគ្គីគ្នាបាទសហការគ្នាបាទយកគាត់ស្រោចទឹកហើយយើងមិនបាច់ធ្វើអីពិធីធំដុំទេបាទបើសិនតែគាត់មានឪពុកម្ដាយឲ្យឪពុកម្ដាយស្រោចទឹកបាទឲ្យបាន3ដងអញ្ចឹងទៅហើយបាទទៅវត្តបាទឲ្យប្រសង់បាទស្រោចទឹកឲ្យបាន3ដងអញ្ចឹងទៅហើយយើងគេថាប្រើចិត្តសាស្ត្របាទនិយាយមួយគាត់ឲ្យផ្អែមបាទតាក់ទាញអញ្ចឹងគាត់អាចនឹងដឹងខ្លួនវិញហើយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ហើយក៏ជាអ្នកតាមដានបាទតារាចម្រៀងមានសុខភាពបាទឃើញប្រហែលថ្ងៃនេះគាត់ចេញវីដេអូបាទហ្នឹងហើយបងប្អូនអញ្ចឹងសូម share មួយដើម្បីលើកទឹកចិត្តគាត់កុំឲ្យអ្វីពីដើមមកបាទមកវិលមករកគាត់វិញបាទដើម្បីឲ្យគាត់មានគេថាសុភមង្គលវិញអញ្ចឹងរឿងអាក្រក់សូមឲ្យបាទគេចាក់ទៅឆ្ងាយបាទនឹងរឿងល្អបានវិលត្រឡប់មកវិញបាទខ្ញុំធ្លាប់ចេញវីដេអូពីម្សិលមិញបាទមួយคลิปដែរមានបាទសម្លាញ់គាត់ជាគេថាអ្នកគ្រប់គ្រងតារាចម្រៀងបាទមានសុខភារាប់ឆ្នាំមកហើយគេត្រូវជាសម្លាញ់របស់ខ្ញុំគាត់ក៏សុំឲ្យលុបវីដេអូវិញបាទខ្ញុំក៏លុបទៅហើយវីដេអូនេះខ្ញុំធ្វើជាវីដេអូលើកទឹកចិត្តបាទ idol សូមឲ្យអ្វីល្អហ្នឹងវិលត្រឡប់មកវិញឲ្យមានសុភមង្គលវិញបាទអ្វីដែលអាក្រក់ឲ្យឃ្លាតចាកឆ្ងាយបាទសូមអរគុណ